បាទខ្ញុំបាទសូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានទស្សនាក្នុងវីដេអូនេះបាទទីមួយខ្ញុំបាទលើកឡើងអំពីរបៀបយើងប្រើប្រាស់ crossover Driver ពីរកសពបងប្អូនសម្រាប់បងប្អូនណាគាត់ប្រើក្នុងឈុតតន្ត្រីຂະຫນາດតូចຂະຫນາດធំក្តីហ្នឹងហើយជាមួយបងប្អូនមួយចំនួនដែលគាត់បានធ្លាប់ទិញអីវ៉ាន់មួយខាងខ្ញុំក្តីមួយខាងគេក្តីអញ្ចឹងណាបងហើយជាមួយការគាត់ប្រើប្រាស់ហ្នឹងយល់ទៅយើងប្រើក្នុងឯកទេសរៀងខ្លួនទេវាមិនបានដូចគ្នាទាំងអស់អញ្ចឹងណាហ្នឹងហើយដល់មួយទៀតខ្ញុំបានប្រាប់ទៅបងប្អូនថាទោះបីជាយើងប្រើ crossover របៀបណាក៏ដោយសេរីណាក៏ដោយយើងមានការឯកទេសមួយស្វែងយល់នៅក្នុងឧបករណ៍ហ្នឹងបានច្បាស់ណាបងប្អូនហ្នឹងហើយទោះបីថាឧបករណ៍ស៊ីនក៏ដោយឧបករណ៍មិនស៊ីនក៏ដោយយើងអាចប្រើប្រាស់បានដូចគ្នាគ្រាន់តែយើងថារបស់ស៊ីនវាអាចនឹងមានកម្រិតខ្ពស់ជាងរបស់មិនស៊ីនបន្តិចអញ្ចឹងណាបងហ្នឹងហើយសម្រាប់ដែលបងប្អូនយើងខ្លាំងសាយកាយើងអាចប្រើរបស់ស៊ីនក្នុងរបស់បន្ទឹកហ្នឹងហើយឬមួយក៏យើងប្រើរបស់អាយហ្នឹងបន្ទឹកមួយក៏ថ្មីអីចឹងតម្លៃវាតាមគុណភាពដែលយើងត្រូវការអញ្ចឹងណាបងហ្នឹងហើយបងមានបងមួយចំនួននៅខាងកំពង់ស្ពឺហើយនៅខាងកំពង់ចាមគាត់បានឆាតមកសួរខ្ញុំថាក្រុមសម្បត្តិយើងចាក់បាសរំនឹងយើងដាក់កម្រិតយើងកាត់50ប៉ុន្មានហើយយើងកាត់10ប៉ុន្មានដល់ហើយទីមួយខ្ញុំឆ្លើយថាក្នុង50យើងប្រើយើងលេងបាសរំយើងកាត់ផ្សេងមិនដូចយើងកាត់នៅអកដងទេហើយអកកែយើងកាត់របៀបផ្សេងទៀតហ្នឹងហើយយើងកាត់ច្រើនប្រភេទយើងដូចបើយើងទៅកាត់បាសរំយើងកាត់វាតាមសេរីទីមួយយើងប្រើឧបករណ៍សេរីអីកវាក៏ប្រមាណហ្នឹងហើយមានដីប្រមាណវ៉ាត់ជំរឿននៅឧបករណ៍បំពងសម្លេងរបស់យើងហ្នឹងមាន ampli crossover មាននេះអញ្ចឹងណាបងហ្នឹងហើយសាប់ក៏ដូចគ្នាយើងប្រើសេរីជ្រួមសេរីមួយក៏យើងប្រើខុសសេរីដែលបងប្អូនត្រូវការចាំបាច់ហ្នឹងគឺខ្លះបងប្អូនគាត់ត្រូវការសេរីលេសេរីយីហោស៊ីនខ្លះទៅក៏ប្រើយីហោកូពីអញ្ចឹងក្នុងសំណួរមួយហ្នឹងខ្ញុំអាចឆ្លើយបានថាបងប្អូនអាចចូល subscribe រួចបងឯងអាចឆាតមកសួរនឹង comment របស់ខ្ញុំឬមួយក៏បងឯងអាចតាក់ទងតាមលេខទូរស័ព្ទ Telegram ដោយរួចឲ្យខ្ញុំតម្លាក់នឹងpage របស់ខ្ញុំហ្នឹងក្រោមមកកន្លែងពេលខាងក្រោមរូប YouTube ខាងក្រោមមានដាក់លំដាប់សរសេរតែយើងរៀបរាប់ពីស្អីហ្នឹងបងឯងឆែកនៅខាងក្រោមហ្នឹងផ្ទាល់គឺឃើញមានដាក់លេខទូរស័ព្ទនៅក្រោមហ្នឹងអញ្ចឹងហើយអាចadd ខ្ញុំផ្ទាល់ឬយើងធ្វើជាវីដេអូដាក់នៅ comment ផ្ទាល់ធ្វើសម្រាប់ឧបករណ៍ของឯងហ្នឹងយើងអាចបងណាត្រូវការអញ្ចឹងអាចចម្ងល់អីអាចសួរមកខាងខ្ញុំបានខាងខ្ញុំយើងកាចំណុចគេដូចយើងស្គាល់បានប្រហែលអញ្ចឹងយើងណែនាំប្រាប់បងប្អូនចោះច្បាស់អញ្ចឹងទៅហ្នឹងហើយនៅមួយទៀតពីខ្ញុំបាននៅខាងខ្វាយក្រោមទេវាជំនាញជាមួយនៅខាងកម្ពុជាកណ្ដាលយើងអញ្ចឹងទេការយីរបស់ខ្ញុំហ្នឹងវាមិនសូវច្បាស់លាស់ប្រហែលអញ្ចឹងណាបងខាងសរសាសខ្មែរអញ្ចឹងយើងអាចតាក់ទងមកបានខ្ញុំផ្ទាល់សម្រាប់ឈុតតន្ត្រីរបស់បងប្អូនត្រូវការដែលខ្ញុំជួយមើលហ្នឹងហើយដល់វីដេអូខាងក្រោយទៀតខ្ញុំអាចចេញនឹងជាវីដេអូបញ្យល់យកពីរបស់ផ្ទាល់មកបញ្យល់បងប្អូនឲ្យបានច្បាស់តែយើងអាចធ្វើតាមខ្ញុំបានដោយមើលតាមវីដេអូហ្នឹងដូចយើងអាចសេរីលើសវិញនឹងបន្តិចក្រៅពីនឹងបន្តិចវាមិនអាចលម្អិតដូចខាងខ្ញុំធ្វើបានទេព្រោះអីឧបករណ៍តន្ត្រីយើងប្រើវាមិនដូចគ្នាហ្នឹងអញ្ចឹងណាបងប្អូនបាទវីដេអូថ្ងៃនេះមានប្រឹងឯងរួចខ្ញុំចេញវីដេអូបន្តទៀតសម្រាប់បងប្អូនពេញចិត្តវីដេអូជួយ subscribe ខាងក្រៅខ្ញុំសម្រាប់បន្តមើលវីដេអូថ្មីៗអញ្ចឹងបាទអរគុណលា